មិត្តប្រុសអ្នកមានដើម្បីសាកល្បងថាខ្ញុំស្រឡាញ់តែលុយរបស់គាត់ឬអត់គាត់បានធ្វើជាអ្នកក្រដើម្បីនៅជាមួយខ្ញុំហើយការសាកល្បងចុងក្រោយដែលគាត់ផ្ដល់ឲ្យខ្ញុំបែរជាការចំណាយលុយអស់ពីខ្លួនតែខ្ញុំខំសន្សំបាន 10,000 យន់តែនោះគឺជាលុយសង្គ្រោះជីវិតសម្រាប់ផ្ទះកាត់ជីដូនរបស់ខ្ញុំពេលឃើញសារពីធនាគារថាទឹកប្រាក់ក្នុងកាតត្រូវបានដកអស់ខ្ញុំពិតជាស្លុតខ្លាំងណាស់ខួរក្បាលរបស់ខ្ញុំទេស្អាតខ្ញុំខំទុកកំហឹងក្នុងចិត្តទូរស័ព្ទទៅសួរគាត់ទាំងទឹកភ្នែកលុយនោះអ្នកយកទៅណាអស់ហើយតើអាចទៀតត្រឡប់មកវិញបានទេនាងបើខ្ញុំប្រាប់អ្នកថាលុយនោះអស់រលីងមិនសល់មួយកាក់ទេតើអ្នកនឹងធ្វើដូចម្តេចពេលលើពាក្យនេះចូលត្រចៀកក្នុងខួរក្បាលខ្ញុំគិតតែពីរឿងថាចប់ហើយលុយព្យាបាលជីដូនគ្មានសល់ខ្ញុំនឹងត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ចុងក្រោយនៅលើលោកនេះហានឡេឃើញខ្ញុំស្ងាត់យូរតែជានិយាយដោយទឹកដុំសម្លេងដូចគ្មានរឿងអ្វីកើតឡើងថានាងខ្ញុំទទួលស្គាល់ថាខ្ញុំមិនបានប្រាប់អ្នកមុនគឺខ្ញុំខុសហើយតែលុយបានចំណាយអស់ទៅហើយអ្នកមិនដល់ថ្នាក់ខឹងខ្ញុំខ្លាំងម្លេះទេមែនទេរងចាំថ្ងៃណាដែលខ្ញុំរកបានមិនទាន់ឲ្យគាត់និយាយចប់ខ្ញុំក៏ចុចបិទទូរស័ព្ទភ្លាមខ្ញុំដូចជាប្រលឹងដែលគ្មានទីពឹងចូលនៅមុខបង្អួតបងលុយពេទ្យពេលនោះទូរស័ព្ទក៏រត់ឡើងមានសារមួយផ្ញើមកថាសូមមកបាស៊ីងគឺភ្លាមមានការភ្ញាក់ផ្អើលរងចាំអ្នកនៅទីនោះពេលឃើញលេខចម្លែកនេះនិងសារដែលគ្មានក្បាលគ្មានកន្ទុយនេះក្នុងចិត្តខ្ញុំស្រាប់តែមានអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំងខ្ញុំស្ងៀមអស់2វិនាទីក៏បែរក្នុងរត់ចេញពីអគារអ្នកជំងឺហើយឡានតាក់ស៊ីតាមផ្លូវហើយប្រាប់ឲ្យទៅបាននោះភ្លាមអេនាងមិនមែនដូចដែលអ្នកគិតទេស្ដាប់ខ្ញុំបកស្រាយសិនហានឡេយើងចប់គ្នាត្រឹមនេះកុំធ្វើបែបនេះខ្ញុំមិនអាចបែកពីអ្នកបានទេនាងរឿងនេះខ្ញុំអាចបកស្រាយបានច្បាស់បកស្រាយអ្វីក្នុងបន្ទប់វេបកំពុងអបស្រីផ្សេងលុយក៏អស់តើអ្នកចង់បកស្រាយអ្វីទៀតនាងខ្ញុំសូមអង្វរកុំបែកគ្នាអីមិនបែកក៏បានឥឡូវអ្នកយកលុយ 10,000 មកឲ្យខ្ញុំចង់បានតែ 10,000 ប៉ុណ្ណោះនាងសុំពេលឲ្យខ្ញុំមួយថ្ងៃទៀតស្អែកនេះអ្នកចង់បានប៉ុន្មានខ្ញុំនឹងឲ្យទាំងអស់ឲ្យថ្ងៃនេះមិនបានទេខ្ញុំសូមអង្វរអ្នកហានឡេខ្ញុំចង់បានតែលុយក្នុងកាតរបស់ខ្ញុំសងខ្ញុំមកវិញចាប់ពីពេលនេះទៅយើងផ្លូវអ្នកផ្លូវខ្ញុំជីដូនខ្ញុំចិត្តមិនរួចហើយសូមសួរថាតើអ្នកគឺជាកញ្ញាជានាងមែនទេជីដូនរបស់អ្នកមានអាការៈធ្ងន់ធ្ងរភ្លាមសូមអ្នកប្រញាប់មកពេទ្យជាបន្ទាន់នាងយើងមិនបែកគ្នាទេអ្នកគ្រាន់តែឲ្យពេលខ្ញុំមួយថ្ងៃទៀតអ្នករងចាំខ្ញុំដល់ថ្ងៃស្អែកលុយប៉ុន្មានខ្ញុំនឹងឲ្យទាំងអស់ហានឡេយើងចប់គ្នាត្រឹមនេះហើយជីដូនរងចាំខ្ញុំផងសូមអង្វររងចាំខ្ញុំបន្តិចទៀតលោកម្ចាស់តើអាចជួយជូនខ្ញុំទៅបានទេសូមលោកជួយខ្ញុំផងលោកម្ចាស់ឲ្យនាងឡើងមកអង្គុយខាងក្រោយអរគុណលោកសាច់ញាតិនៅមិនទាន់បងថ្លៃវះកាត់ទេសូមទៅបងលុយនៅបង្អួតសិនសូមអញ្ជើញទៅអរគុណលោកលុយនេះខ្ញុំនឹងសងលោកវិញគ្រប់ចំនួនកញ្ញាកុំយំអីខ្ញុំបងថ្លៃពេទ្យឲ្យអ្នករួចហើយជីដូនអ្នកមានសំណាងគាត់នឹងមិនអីទេគ្រូពេទ្យតើជីដូនខ្ញុំយ៉ាងម៉េចហើយកញ្ញាជាខ្ញុំពិតជាសុំទោសយើងបានកំអស់ពីសមត្ថភាពហើយជីដូននៅសល់ពេលតិចតួចណាស់ចូលទៅចុះពេលគាត់នៅដង្ហើមនិយាយគ្នាល្អទៅជីដូនសូមបើកភ្នែកមើលចៅមួយម៉ាត់យ៉ាហេតុអ្វីយំខ្លាំងម្ល៉េះតើមានអ្នកណាធ្វើបាបចៅមែនទេប្រាប់ជីដូនមកជីដូននឹងទៅទាយុទ្ធធរឲ្យចៅគ្មានអ្នកណាធ្វើបាបចៅទេជីដូនកុំទៅណាបានទេលើលោកនេះមានតែជីដូនម្នាក់គត់ដែលស្រឡាញ់ចៅក្មេងល្ងងជីដូនដឹងខ្លួនច្បាស់ណាស់ឥឡូវនេះចង់និយាយជាមួយចៅបន្តិចយ៉ាស្ដាប់ណាបើជីដូនមិននៅហើយចៅត្រូវចេះថែរក្សាខ្លួនឯងញ៉ាំបាយឲ្យទៀងពេលកុំដេកយប់ជ្រៅពេករកមនុស្សដែលស្រឡាញ់ចៅចេញពីចិត្តរៀបការទៅបែបនេះពេលជីដូនទៅដល់ឋានលើទើបអាចបិទភ្នែកចិត្តបានចៅសន្យាជាមួយជីដូនចៅនឹងថែរក្សាខ្លួនឯងឲ្យបានល្អនៅក្រោមគ្រែរបស់ជីដូនមានប្រអប់ឈើចាស់មួយរបស់របរក្នុងនោះចៅយកទៅទាំងអស់ចុះយ៉ាជីដូនរស់មកដល់អាយុប៉ុណ្ណេះរឿងតែមួយគត់ដែលមិនស្ដាយក្រោយគឺការដែលបានបីចៅមកចិញ្ចឹមនៅមាត់ច្រកផ្លូវកាលពីមុនលោកគោតើហេតុអ្វីអ្នកមិនទាន់ទៅតើត្រូវការឲ្យខ្ញុំជួយអ្វីទេតើលោកអាចជួយខ្ញុំម្ដងទៀតបានទេខ្ញុំចង់ឲ្យជីដូនចាក់ចេញទៅដោយសមរម្យបំផុតសរសេរពេលនេះខ្ញុំកំពុងរវល់មានរឿងអ្វីទូរស័ព្ទមកលេខនេះ
អរគុណលោកគោអ្វីដែលជំពាក់លោកខ្ញុំនឹងសង្វិញទាំងអស់ជីដូនយើងត្រឡប់ទៅផ្ទះវិញណាជីដូនគាត់មានប៉ុន្មានថ្ងៃនេះអ្នកបិទទូរស័ព្ទរោគអ្នកមិនឃើញក៏ព្រោះតែជីដូនមែនទេហានឡេតើអ្នកដឹងទេថាលុយ 100000 ដែលអ្នកចាយវីនៅយប់នោះវាជាលុយអ្វីមានលុយនោះគឺជាលុយសង្គ្រោះជីវិតសម្រាប់វះកាត់ជីដូនខ្ញុំហើយថែមទាំងថ្ងៃដែលជីដូនខ្ញុំសម្រាប់ពេទ្យអ្នកបានក្លែងខ្លួនជាសាច់ញាតិទៅដកលុយធានារ៉ាប់រងរបស់គាត់សូម្បីតែប្រាក់ខែដែលខ្ញុំបើកមុនក៏អ្នកយកទៅចាយអស់ដែរហានឡេរាល់កាក់ដែលអ្នកចាយសុទ្ធតែជាជីវិតរបស់ជីដូនខ្ញុំមានអ្នកលេងសើចជាមួយខ្ញុំមែនទេក្រោយពីអ្នកជូនខ្ញុំទៅហើយអ្នកក៏ទៅបើកបន្ទប់ជាមួយស្រីផ្សេងខ្ញុំមិនបានមកបង្កាច់អ្នកទេមែនទេកាលពីចាប់ដើមស្រឡាញ់គ្នាខ្ញុំធ្លាប់ប្រាប់អ្នកហើយខ្ញុំស្អប់បំផុតគឺការកុហកនិងការក្បត់តែអ្នកបែរជាធ្វើទាំងពីរយ៉ាងថែមទាំងធ្វើឲ្យជីដូនខ្ញុំស្លាប់ទៀតមានខ្ញុំខុសហើយមិនបានទេជីដូនទៅហើយខ្ញុំក៏ជឿចាប់ដែរអ្នកនៅមានខ្ញុំថ្ងៃក្រោយខ្ញុំនឹងយកជីវិតមកមើលថែអ្នកជឿខ្ញុំម្ដងទៀតទៅម្ដងនេះទេហានឡេអ្នកហ៊ានចេញទៅបានមិនចម្លែកទេប្រញាប់បែកពីខ្ញុំព្រោះរកបានអ្នកថ្មីហើយមែនទេម្នាក់នេះមានលុយជាងខ្ញុំមែនទេហានឡេចេញទៅហេតុអ្វីជួបអ្នកម្ដងណាក៏យំម្ដងនោះលេងយំហើយថ្ងៃក្រោយនឹងមិនយំទៀតទេលោកគោតើលោកមកធ្វើអ្វីនៅទីនេះដូច្នេះអ្នកចង់និយាយថាខ្ញុំគឺជាប្អូនស្រីដែលបាត់ខ្លួនជាច្រើនឆ្នាំរបស់អ្នកមែនទេមិនមែនទេអ្នកគឺជាប្អូនស្រីរបស់មិត្តភក្តិខ្ញុំដែលបាត់ខ្លួនជាង20ឆ្នាំគ្រួសារយើងនិងគ្រួសារអ្នកមានទំនាក់ទំនងនឹងគ្នាជាច្រើនចំនួនតែលោកតើធ្វើដូចម្ដេចទើបដឹងថាខ្ញុំជាប្អូនស្រីដែលគាត់បាត់ខ្លួនពេលនៅពេទ្យនោះខ្ញុំឃើញបំណែកទាំងត្បូងចាស់មួយធ្លាក់ចេញពីហោប៉ៅអ្នកខាងក្រោយមានឆ្លាក់អក្សរគនានគ្រួសារអ្នកបាត់បង់កូនស្រីជាង20ឆ្នាំហើយខ្ញុំបានជួយរកគ្រប់ពេលពួកគេតែងតែនិយាយថាកូនស្រីតាំងពីតូចមានពាក់ទាំងត្បូងឆ្លាក់អក្សរហើយថែមទាំងអ្នកមានមុខមាត់ដូចម្ដាយអ្នកកាលពីនៅក្មេងបេះដាក់ខ្ញុំក៏លួចយកសំណាក់ទៅធ្វើតេស្តដែរពេលលទ្ធផលចេញមកខ្ញុំក៏ផ្ញើសារទៅប្រាប់គ្រួសារអ្នកភ្លាមឥឡូវនេះពួកគេកំពុងធ្វើដំណើរមកស្អែកនេះនឹងមកដល់ទីក្រុងហៃឆឹងយ៉ាងម៉េចតើគិតថាវាជារឿងមិនគួរឲ្យជឿមែនទេឬខាងខ្ញុំដែលមិនបានប្រាប់មុនមិនមែនទេអ្នកមិនចាំបាច់សុំទោសខ្ញុំទេតើអ្នកព្រមជួបពួកគេទេខ្ញុំមិនដឹងដែរជីដូនទៅតែចាក់ចេញខួរក្បាលខ្ញុំកំពុងតែច្របូកច្របល់មិនអីទេរឿងនេះពិបាកទទួលយកណាស់អ្នកគិតយឺតចុះយ៉ាងណាក៏ស្អែកទៅពួកគេមកដល់តើអាចឲ្យខ្ញុំមួយយប់បានទេឲ្យខ្ញុំបានគិតឲ្យច្បាស់សិនបានអ្នកគួរតែគិតឲ្យច្បាស់មែនបើអញ្ចឹងខ្ញុំទៅមុនហើយអរគុណលោកគោជីដូនមិនចេះអក្សរតើអ្នកណាជាអ្នកដាក់សម្បត្តិនេះយ៉ាពេលដែលចៅឃើញសម្បត្តិនេះជីដូនបានចាក់ចេញទៅហើយជីដូនមិនចេះអក្សរគឺពឹងគ្រូវាងនៅជាន់ក្រោមជួយសរសេរឲ្យជីដូនដឹងខ្លួនច្បាស់ណាស់របស់នៅក្នុងកញ្ចប់ក្រណាត់ក្រហមនោះគឺជាអ្វីដែលឪពុកម្ដាយបង្កើតរបស់ចៅទុកឲ្យជីដូនគ្មានអ្វីក្រៅពីនេះទេសង្ឃឹមថាចៅអាចរកឃើញយូស្កូរបស់ខ្លួនឯងតាមពិតអក្សរគនាននេះគឺជីដូនយកតាមផ្ទាំងត្បូងមកដាក់ឈ្មោះឲ្យខ្ញុំតែគាត់មិនដែលហៅខ្ញុំក្រៅពីយ៉ាក៏ឡើយយ៉ាមកញ៉ាំបាយអ្នកកុំយំអីមែនហើយលេងយំហើយកុំឲ្យក្មេងភ័យខ្លាចម៉ាក់មិនយំទេម៉ាក់សប្បាយចិត្តខ្លាំងណាស់ចូលមកអង្គុយសិនមកផ្ទះប្រហែលជាចាស់បន្តិចម៉ាក់នឹងទៅចាក់ទឹកឲ្យផ្ទះចាស់បន្តិច
តែរៀបចំស្អាតបាត់ណាស់តែហេតុអ្វីកូនស្រីម៉ាក់ត្រូវរងទុក្ខវេទនាខ្លាំងម្ល៉េះមុនចេញពីផ្ទះគិតថានឹងនិយាយល្អឥឡូវឈរនៅមុខកូនភ្លេចអស់ហើយអេអូនស្រីមកនេះផ្ទះញ៉ៃញ៉ៃបន្តិចគ្មានអ្វីទទួលភ្ញៀវទេសុំទោសណានាងនាងម៉ាក់គឺជាម៉ាក់គឺម៉ាក់ខុសហើយដែលធ្វើឲ្យកូនបាត់ខ្លួនឲ្យកូនត្រូវរងទុក្ខម្នាក់ឯងជាច្រើនឆ្នាំម៉ាក់កុំយំអីនាងកូនហៅម៉ាក់ហើយចុះប៉ាវិញនាងប៉ាគឺជាប៉ារបស់កូនប្អូនស្រីបងគឺជាបងស្រីរបស់កូនណាបងប្រុសបងស្រីម៉ាក់អាឈួនលើកនេះពិតជាត្រូវអរគុណឯងខ្លាំងណាស់ជាមួយខ្ញុំមិនបាច់ក្រែងចិត្តទេនាងប្រាប់ម៉ាក់មកប៉ុន្មានឆ្នាំនេះកូនរស់នៅយ៉ាងម៉េចក៏រស់នៅបែបនោះទៅជីដូនរើខ្ញុំមកចិញ្ចឹមនៅមាត់ច្រកផ្លូវពេលនោះខ្ញុំនៅតូចខ្លាំងណាស់គាត់ម្នាក់ឯងខំដេកខោអាវបោះផ្លូវដើម្បីចិញ្ចឹមខ្ញុំជីវិតលំបាកបន្តិចតែជីដូនមិនដែលឲ្យខ្ញុំឃ្លានឡើយអ្វីកន្លងផុតទៅហើយឥឡូវខ្ញុំមិនមែនរស់នៅបានល្អទេយើងជំពាក់គុណជីដូនពេញមួយជីវិតក៏សងមិនអស់ដែរគឺគាត់តែផ្ដល់ជីវិតទី2ដល់កូនស្រីយើងថែមទាំងបង្រៀនកូនបានល្អខ្លាំងណាស់នាងមិនជឿចាប់ទេមែនទេថ្ងៃក្រោយយើងនឹងរកកន្លែងល្អឲ្យជីដូនឲ្យគាត់បានសម្រាកដោយស្ងប់ចិត្តនាងទៅរស់នៅទីក្រុងហើយឆឹងជាមួយយើងបានទេបានខ្ញុំនឹងទៅជាមួយអ្នកទាំងអស់គ្នានាងគឺបងបើកទ្វារឲ្យបងបន្តិចយើងនិយាយគ្នាល្អបានទេនាងបងដឹងថាបងខុសហើយកុំមិនអើពើនឹងបងបើកទ្វារឲ្យបងបានទេហេនាងបើកទ្វារឲ្យបងឃើញមុខបន្តិចក៏បានតែគ្នាបងមិនយល់ព្រមទេស្លាប់ក៏បងមិនព្រមដែរអាឡ័យភ្លៀងធ្លាក់ខ្លាំងហើយយើងទៅពួនក្នុងឡានសិនទៅចេញទៅមិនត្រូវការឲ្យឯងមកពាក់ព័ន្ធទេថ្ងៃនេះបើមិនបែកគ្នានាងមិនព្រមដកថយទេអាឡ័យខ្ញុំគ្រាន់តែចង់ឲ្យឯងចេញទៅមិនយល់ទេបើមិនមែនព្រោះឯងនាងមិនទៅណាទេសុទ្ធតែព្រោះឯងអាមេអំបែឯងអាឡ័យតែប៉ាម៉ាក់ឯងសុទ្ធតែនិយាយថាចុងឆ្នាំនេះយើងនឹងរៀបការហើយមិនមែនឬបងរៀបការជាមួយអ្នកណាក៏មិនរៀបការជាមួយឯងដែរបងប្រុសគាត់មិនដែលជិះយន្តហោះផងលោកម្ចាស់លោកស្រីលោកប្រុសអ្នកនាងធំនេះគឺជាអ្នកនាងទី2មែនទេទន្ទឹងរង់ចាំអ្នកទាំងអស់គ្នាត្រឡប់មកវិញយូរហើយសួស្ដីនឹកស្មានថាជាក្មេងស្រីដែលមិនសូវស្គាល់លោកគេអ្នកនាងទី2នេះមានមុខមាត់ដូចលោកស្រីកាលពីនៅក្មេងបេះដាក់ឡើងឡានទៅហេតុអ្វីគាត់ក៏ឡើងមកដែរតាំងពីព្រឹករហូតដល់ពេលនេះខ្ញុំហាក់ដូចជាមិនទាន់បាននិយាយជាមួយគាត់ឲ្យបានត្រឹមត្រូវផងលោកកូអរគុណលោកចាប់ពីទីនេះទៅភ្នំទាំងមូលគឺជាកម្មសិទ្ធិរបស់គ្រួសារកូផ្ទះចាស់របស់គ្រួសារជានឹងគ្រួសារកូស្ថិតនៅកំពូលភ្នំដឹងថាពួកគេមានលុយតែភ្នំទាំងមូលបែបនេះវាខ្លាំងពេកហើយកុំមើលងាយដើមឈើទាំងនេះគ្រាន់តែដកមួយដើមចេញទៅសុទ្ធតែជាដើមឈើមានតម្លៃថ្លៃនាងនេះគឺជាផ្ទះរបស់កូនខាងឆ្វេងគឺជាផ្ទះចាស់គ្រួសារកូខាងស្ដាំគឺជាផ្ទះគ្រួសារជារបស់យើងពិតជាគ្រួសារតែមួយមែនសូម្បីតែផ្ទះក៏សង់ដូចគ្នាប្រញាប់ឡើងយឺតយ៉ាវទៀតចៅប្រសាម៉ាក់នឹងត្រជាក់អស់ហើយចៅប្រសាអ្នកណាពីរអ្នកនេះនៅជាមួយគ្នាពិតជាសមគ្នាណាស់មិនអាក្រក់ទេ
ចៅប្រសាម៉ាក់មុខមាត់ស្រស់ស្អាតណាស់គឺនិយាយពីខ្ញុំមែនទេលោកតាកូស៊ូស្ដីបានឬទេចៅប្រសាម៉ាក់ហៅខ្ញុំថាលោកតាមិនមែនទេតើខ្ញុំមានគូដណ្ដឹងតាំងពីតូចមែនទេលោកតានាងទើបតែមកដល់ផ្ទះលោកកុំធ្វើឲ្យគាត់ភ័យខ្លាចអីបានតាមចិត្តកូនលោកជាលីនអ៊ីនខ្ញុំជូនលោកតានិងប៉ាម៉ាក់ត្រឡប់ទៅមុនពីថ្ងៃនេះអ្នកក៏ហត់នឿយដែរថ្ងៃក្រោយមកញ៉ាំបាយជាមួយគ្នានាងថ្ងៃនេះប្រញាប់ពេកថ្ងៃក្រោយមកញ៉ាំបាយជាមួយម៉ាក់ណាបានម៉ាក់ថ្ងៃក្រោយនឹងមកលេងអរគុណលោកពូសូមស្វាគមន៍អ្នកនាងត្រឡប់មកផ្ទះវិញតាមពិតនេះគឺជាអារម្មណ៍ដែលមានផ្ទះតនេះធំជាងផ្ទះទាំងមូលរបស់ខ្ញុំទៅទៀតនាងមកអង្គុយជិតម៉ាក់ឃ្លានទេញ៉ាំអ្វីបន្តិចទៅកាលពីតូចជីដូនក៏ចូលចិត្តធ្វើឲ្យខ្ញុំញ៉ាំដែរនាងមកម៉ាក់នាំទៅមើលបន្ទប់កូននាងម៉ាក់មិនដឹងថាអ្នកចូលចិត្តបែបណាក៏រៀបចំតាមចិត្តបើមិនចូលចិត្តប្រាប់ម៉ាក់នឹងឲ្យគេរៀបចំថ្មីមិនបាច់ទេបែបនេះល្អណាស់ម៉ាក់កុំយំអីខ្ញុំមិនមែនត្រឡប់មកវិញហើយទេមែនហើយត្រឡប់មកវិញគឺល្អហើយថ្ងៃក្រោយម៉ាក់នឹងស្រឡាញ់កូនឲ្យបានច្រើនបើអញ្ចឹងកូនសម្រាប់ចុះម៉ាក់មិនរំខានកូនទេម៉ាក់ក៏សម្រាប់ឲ្យលឿនទៅបន្ទប់ដាក់ខោអាវនេះធំជាងបន្ទប់ខ្ញុំធ្លាប់នៅទៀតបន្ទប់ធ្វើការក៏ជារបស់ខ្ញុំនេះភ្ជាប់ទៅណាមើលបន្តិចចុះតាមពិតគាត់តែងតែតាមរកខ្ញុំស្អាតទេអូសុំទោសកុំគិតទៀតមិនបានទេមិនអាចគិតទៀតទេជីដូនខ្ញុំនឹកជីដូនណាស់យ៉ាល្ងងឲ្យយំធ្វើអ្វីជីដូនមិនមែននៅទីនេះទេលោកយាយខ្ញុំមិនទាន់បានតបស្នងគុណលោកយាយផងយ៉ាគ្រូសាគេមើលថែកូនល្អទេល្អពួកគេមើលថែខ្ញុំល្អណាស់ជាពិសេសម៉ាក់គាត់យំរហូតភ្នែកហាមអស់ហើយបើអញ្ចឹងគឺល្អហើយជីដូនខ្លាចតែចៅម្នាក់ឯងលោកយាយកុំទៅណាសំដីល្ងងជីដូនមិនទៅណាទេជីដូនចង់ឃើញចៅរស់នៅបានល្អថ្ងៃក្រោយមានគេស្រឡាញ់ចៅហើយខ្ញុំមិនត្រូវការអ្នកណាទេខ្ញុំត្រូវការតែជីដូនកុំអ្នកនាងទី2ហេតុអ្វីអ្នកនាងក្រោកពីព្រលឹមម្លេះរឿងទាំងនេះឲ្យពួកយើងធ្វើទៅបានហើយបើលោកស្រីដឹងពួកយើងនឹងត្រូវស្ដីបន្ទោសហើយមិនអីទេថ្ងៃក្រោយខ្ញុំនឹងប្រាប់ប៉ាម៉ាក់ខ្ញុំភ្ញាក់ពីព្រលឹមនៅទំនេរក៏ធ្វើអាហារពេលព្រឹកបន្តិចបន្តួចមានរឿងអ្វីអ្នកនាងទី2អ្នកនាងធ្វើការងារអស់ហើយចុះពួកយើងធ្វើអ្វីទៅអូសុំទោសខ្ញុំគ្រាន់តែចង់ធ្វើអាហារពេលព្រឹកឲ្យប៉ាម៉ាក់តែថ្ងៃនេះមួយថ្ងៃទេថ្ងៃក្រោយឲ្យពួកអ្នកធ្វើចុះអេក្មេងនេះមិនទាន់ក្រោកទេប៉ាម៉ាក់បងប្រុសបងស្រីខ្ញុំធ្វើអាហារពេលព្រឹកហើយប្រញាប់ញ៉ាំពេលកំពុងក្តៅ
នាងនេះកូនធ្វើទាំងអស់មែនទេភ្ញាក់ពីព្រលឹមនៅទំនេរក៏ទំនេរក៏ធ្វើបន្តិចបន្តួចអ្នកទាំងអស់គ្នាភ្លក់មើលចុះកូននេះក្រោកពីព្រលឹមមកធ្វើការខ្ញុំដេកមិនលក់ទេក្រោកមកធ្វើសកម្មភាពបន្តិចអ្នកទាំងអស់គ្នាកុំគិតច្រើនអីក៏មិនមែនជារឿងរបស់បងអ្នកបម្រើដែរប៉ាម៉ាក់អង្គុយចុះបានម៉ាក់អង្គុយចុះប្អូនស្រីធ្វើដៃកូនពិតជាមិនអាក្រក់ទេរៀនមកពីណាកាលពីមុនវិស្មកាលខ្ញុំធ្លាប់ធ្វើការនៅហាងអាហារពេលព្រឹកហាងនោះធ្វើម្ហូបឆ្ងាញ់មនុស្សតម្រង់ជួររាល់ថ្ងៃមិនទាន់ភ្លឺផងក៏ចេញទៅធ្វើការពេលនោះខ្ញុំនៅដេកក្នុងភួយនៅឡើយប្អូនស្រីនេះបងឲ្យកូនចង់ទិញអ្វីកូនជ្រើសរើសយកទៅជាទឹកចិត្តរបស់បងក្នុងនេះគឺចាប់តាំងពីបងដឹងក្តីមកបងបានសន្សំការដូចថ្ងៃកំណើតឲ្យកូនរាល់ឆ្នាំថ្ងៃក្រោយរាល់ឆ្នាំបងនឹងបំពេញឲ្យកូនវិញបងស្រីទាំងនេះក៏ឲ្យខ្ញុំដែរមែនទេមែនហើយកន្សែងនេះបងតាមរកជាច្រើនខែហើយកូនមើលចុះចូលចិត្តទេមានរឿងអ្វីឬមិនចូលចិត្តឬគិតថាបងទិញមិនល្អបងស្រីអ្នកដឹងទេខ្ញុំគិតថាអ្នកទើបតែត្រឡប់មកវិញអាកាសធាតុក៏ត្រជាក់ក៏ប៉ាក់កន្សែងមួយឲ្យខោអាវខ្ញុំមិនដឹងថាត្រូវជ្រើសរើសយ៉ាងណាបានទុកបញ្ជីឈ្មោះមួយថ្ងៃក្រោយបងនឹងនាំកូនទៅដល់ទិញយឺតមិនបាច់ទេបងស្រីទាំងនេះពិតជាគ្រប់គ្រាន់ហើយគ្រប់គ្រាន់អ្វីទៅបងនៅមិនទាន់បានឲ្យអ្វីកូនផងបងស្រីគុំយកមកទៀតគ្រប់គ្រាន់ហើយរៀបចំនៅមិនទាន់គ្រប់គ្រាន់ទេប៉ាបងប្រុសកាត់នេះខ្ញុំពិតជាមិនប្រើទេអ្នកទាំងអស់គ្នាយកទៅវិញចុះនាងប៉ានិងបងប្រុសគ្រាន់តែចង់បំពេញឲ្យកូនកូនទទួលយកទៅចុះកុំឲ្យពួកគេមិនស្រួលចិត្តភ្លេចចុះនិយាយហើយក៏និយាយទៅរុញទៅរុញមកពួកគេក៏ពិបាកចិត្តចៅប្រសាម៉ាក់លោកតាមកមើលចៅហើយហាហាហាអាចជាផ្ទះឯងបដូរចុងភៅមែនទេមិនមែនទេគឺនាងក្រោកពីព្រលឹមមកធ្វើម្ហូបលោកតាអង្គុយចុះភ្លក់មើលចុះលោកតាកូសូមរងចាំបន្តិចបាននឿថាអ្នកចូលចិត្តក៏ធ្វើម្ហូបស្រាបន្តិចបន្តួចត្រូវតែជាចៅប្រសាម៉ាក់ដឹងថាស្រឡាញ់ឆ្អឹងចាស់របស់ខ្ញុំលីនអ៊ីននាងក្មេងនោះកាលពីតូចរស់នៅយ៉ាងម៉េចអ្នកប្រាប់ខ្ញុំមកជីដូនគាត់រើសគាត់មកចិញ្ចឹមនៅមាត់ច្រកផ្លូវមនុស្សចាស់ម្នាក់ខំដេកខោអាវបោះផ្លូវចិញ្ចឹមគាត់មកបន្តិចម្ដងក្មេងនោះរងទុក្ខច្រើនណាស់មែនទេគាត់មិននិយាយទេសួរគាត់ក៏ញឹមតែខ្ញុំគិតទៅបានហើយក្មេងនោះឥឡូវមិនមែនត្រឡប់មកវិញហើយទេថ្ងៃក្រោយនៅមានពេលច្រើនយឺតស្រឡាញ់គាត់យឺតស្រឡាញ់ចង់ចេញទៅដល់លេងទេពេលនេះនិយាយថាទៅមិនកើតតើមិនល្អទេនាងអ្នកដឹងពីទំនាក់ទំនងគ្រួសារយើងទាំងពីរមែនទេបើអញ្ចឹងអ្នកដឹងទេថាតាំងពីអ្នកកើតមកគឺបានកំណត់គូដណ្ដឹងជាមួយកូនឈួនហើយមិនមែនទេហេតុអ្វីគាត់និយាយរឿងនេះភ្លាមចុះនាងមានគំនិតយ៉ាងណាខ្ញុំនៅមិនទាន់គិតច្បាស់ទេអ្នកមិនបានបដិសេធភ្លាមមើលទៅខ្ញុំនៅមានឱកាសចុះអ្នកវិញតើអ្នកពេញចិត្តនឹងគូដណ្ដឹងនេះទេពេញចិត្តគឺអ្នកចាស់ទុំកំណត់ឲ្យអ្នកចង់ទទួលស្គាល់ទេខ្ញុំអាចរងចាំថ្ងៃដែលអ្នកមកក្បាលយ៉ាងម៉េចមើលរហូតល្ងងមែនទេទប់អារម្មណ៍មានរឿងមួយខ្ញុំចង់ប្រាប់អ្នកចង់និយាយពីមិត្តប្រុសចាស់របស់អ្នកមែនទេពួកអ្នកដល់ដំណាក់កាលណាហើយនៅជាមួយគ្នាមួយឆ្នាំចាប់ដៃក៏ធ្លាប់អប់ក៏ធ្លាប់តែមិនដែលប៉ះមាត់គ្នាទេខ្ញុំជាមនុស្សរឹងរូសរឿងនេះណាស់ជីដូនបង្រៀនតាំងពីតូចថាកូនស្រីត្រូវចេះការពារខ្លួនខ្ញុំបានបែកពីគាត់យូរហើយស្អាតស្អំគ្មានអ្វីពាក់ព័ន្ធទៀតទេកូនឈួនអ្នកជឿខ្ញុំទេបើអញ្ចឹងខ្ញុំអាចថាប់អ្នកបានទេអ្វីខ្ញុំនិយាយថាខ្ញុំអាចថាប់អ្នកបានទេផ្អែមណាស់ពេលបែបនេះគួរតែបិទភ្នែកមិនចង់លឿនពេកខ្លាចធ្វើឲ្យអ្នកភ័យខ្លាចក៏បាត់ទៅចុះនាំអ្នកទៅដើរលេងម៉ាក់បងស្រីខាងក្រៅត្រជាក់ចូលក្នុងផ្ទះនិយាយទៅ
នាងទៅមកដល់ផ្ទះរស់នៅបានទេខ្វះអ្វីប្រាប់ម៉ាក់ល្អណាស់អ្វីក៏ល្អយប់មិញម៉ាក់មិនព្រមឲ្យខ្ញុំមកដេកជាមួយអ្នកយប់នេះខ្ញុំមិនខ្វល់ទេខ្ញុំនឹងដេកបន្ទប់អ្នកកូនធំហើយនៅមកបៀតបៀនប្អូនស្រីបងដេកជាមួយប្អូនស្រីមិនបានទេអ្នកនិយាយមែនទេនាងម៉ាក់ចង់ប្រាប់រឿងមួយអ្នកនិយាយអ្នកមិនទាន់កើតមកកាលពីមុនលោកតាអ្នកនិងលោកតាគ្រូសាគោបានកំណត់គូដណ្ដឹងឲ្យអ្នកនិងកូឈួនប៉ុន្មានថ្ងៃនេះឃើញពួកអ្នកនៅជាមួយគ្នាបានល្អម៉ាក់ចង់សួរថាក្នុងចិត្តកូនគិតយ៉ាងណាម៉ាក់ហេតុអ្វីអ្នកកំណត់គូដណ្ដឹងមិនមែនបងស្រីលំដាប់នេះមិនត្រឹមត្រូវទេបងស្រីមកលើលោកនេះមុនខ្ញុំទៅទៀតអ្នកនិយាយមែនទេមនុស្សដែលខ្ញុំពេញចិត្តមិនមែនកូឈួនទេគាត់ក៏មិនពេញចិត្តនឹងខ្ញុំដែរកាលពីមុនលោកតាទាំងពីរពិតជាធ្លាប់គិតចង់កំណត់គូដណ្ដឹងឲ្យពួកគេតែពួកគេមិនមានអារម្មណ៍នឹងគ្នាលោកតាអ្នកខ្លាចបង្ខំពេកក៏ទុកចោលទៅស្របពេលនោះម៉ាក់មានផ្ទៃពោះកូនលោកតាអ្នកក៏សម្រេចចិត្តកំណត់កូននិងកូឈួននិយាយទៅតើអាចទៅរួចទេគឺអាស្រ័យលើគំនិតពួកកូនខ្លួនឯងយើងមិនបង្ខំកូនទេប្អូនស្រីអ្នកគ្រាន់តែនិយាយមកកូឈួននោះមិនពេញចិត្តកូនមែនទេនាងបើកូនមិនចង់និយាយក៏មិនបាច់និយាយដែរម៉ាក់បងស្រីតាមពិតមានរឿងមួយខ្ញុំមិនដែលប្រាប់អ្នកទាំងអស់គ្នារឿងអ្វីមុនពេលត្រឡប់មកគ្រួសារជាខ្ញុំធ្លាប់មានមិត្តប្រុសម្នាក់អ្នកធ្លាប់មានម្នាក់ស្រឡាញ់គ្នាមួយឆ្នាំក្រោយមកក៏បែកគ្នាកូនស្រីដ៏កំសត់របស់ម៉ាក់កូនរងទុក្ខខ្លាំងណាស់ម៉ាក់រឿងខ្ញុំនឹងហានលីទើបតែបែកគ្នាមិនយូរប៉ុន្មានចិត្តខ្ញុំស្លាប់ចំពោះគាត់យូរហើយតែក្នុងចិត្តខ្ញុំនៅមិនទាន់ស្អាតនៅឡើយពេលនេះទៅស្រឡាញ់កូឈួនមិនយុត្តិធម៌សម្រាប់គាត់ទេខ្ញុំមិនមានគំនិតនោះទេម៉ាក់យល់ហើយកុំប្រញាប់យឺតចុះបើអញ្ចឹងម៉ាក់ត្រឡប់ទៅបន្ទប់មុនហើយពួកកូនទាំងពីរនាក់កុំនិយាយយប់ពេកណាម៉ាក់សម្រាប់ឲ្យលឿនកុំរំខានប្អូនស្រីដល់ពាក់កណ្ដាលយប់ស្អែកត្រូវក្រោកពីព្រលឹមដឹងហើយនិយាយតែបន្តិចទេសន្យាថាមិនដេកយប់ជ្រៅនាងប្រាប់បងពីរឿងកាលពីតូចបន្តិចមកក៏គ្មានអ្វីពិសេសដែរមានតែផ្លូវមួយផ្ទះមួយក្រែមួយខ្ញុំនឹងជីដូនដេកចុងជើងនឹងគ្នាចុះអ្នកមានបន្ទប់ផ្ទាល់ខ្លួនទេបន្ទប់គឺបន្ទប់នោះពេលថ្ងៃជាបន្ទប់ទទួលភ្ញៀវពេលយប់ទៀងវាំងមកជាបន្ទប់ដេកនាងរបស់បងរងទុក្ខខ្លាំងណាស់បងពីមុនមិនដឹងសោះថាអ្នករស់នៅខាងក្រៅលំបាកខ្លាំងម្ល៉េះបងស្រីខ្ញុំមិនអីទេមិនមែនឆ្លងផុតហើយទេថ្ងៃក្រោយបងនឹងការពារកូនកូឈួនបើហ៊ានធ្វើបាបកូនបងនឹងមិនលើកលែងឲ្យគាត់ទេគាត់មិនធ្វើបាបទេល្អបំផុតគឺមិនធ្វើបើកមើលកាដូចូលចិត្តទេពីមុនខ្ញុំកំពុងគិតចង់ទិញទូរស័ព្ទថ្មីមួយចូលចិត្តទេចូលចិត្តបងជូនកូនចូលទៅបងជូនទៅមិនអាចយំបានជីដូនមិនចូលចិត្តឃើញខ្ញុំយំជីដូនខ្ញុំរៀបចំឲ្យជីដូនរួចរាល់ហើយទីនេះស្ងប់ស្ងាត់ជីដូនសម្រាប់ឲ្យស្រួលចុះគ្រួសារមើលថែខ្ញុំល្អណាស់ជីដូនកុំបារម្ភមិននៅយូរទេមិនទេនិយាយច្រើនគាត់នឹងរំខានខ្ញុំបានឬបងស្រីនិយាយថាយប់មិញដេកអប់កូនប៉ះសុទ្ធតែឆ្អឹងម៉ាក់នាំកូនទៅពិនិត្យសុខភាពពិនិត្យឲ្យច្បាស់ល្អហើយគ្មានរឿងអ្វីធំដុំទេគឺស្គមខ្លាំងណាស់មិនអីទេខ្ញុំតាំងពីតូចមកបែបនេះហើយទ្រាំបានអ្វីទៅបានហើយម៉ាក់គ្រូពេទ្យនិយាយថាអាចបំពេញវិញបានមិនមែនជារឿងអ្វីទេយើងត្រឡប់ទៅចិញ្ចឹមវិញចុះថ្ងៃក្រោយនៅមានពេលវែងម៉ាក់នឹងបំពេញឲ្យកូនបន្តិចម្ដងនេះលំអិតពេកហើយមិនលំអិតមិនបានទេម៉ាក់នៅរងចាំកូនឡើងសាច់នាងត្រឡប់មកវិញក៏មួយខែហើយប៉ាគិតថាគួរតែនាំកូនទៅបង្ហាញខ្លួនឲ្យអ្នកគ្រប់គ្នាស្គាល់កូនពេញចិត្តទេប៉ាអ្នករៀបចំចុះខ្ញុំយ៉ាងម៉េចក៏បានល្អបើអញ្ចឹងយប់7ថ្ងៃក្រោយនាងកូនជ្រើសរើសឈុតដែលកូនពេញចិត្តចុះឈុតនេះអាចសាកបានទេ
បានអ្នកនាងមានភ្នែកមើលល្អណាស់ឈុតនេះទើបតែមកដល់ជានាងអ្នកគឺជាហ៊ឺនាងមែនទេពិតជាអ្នកមែនច្រើនឆ្នាំហើយការតុបតែងខ្លួនអ្នកនៅតែដដែលហេតុអ្វីនៅតែបៀតបៀនជីដូនក្នុងតំបន់នោះរបស់ក្នុងហាងនេះអ្នកប៉ះបានមែនទេឈុតនេះតម្លៃប៉ុណ្ណេះមែនទេអ្នកទីមើលថាធ្វើការប៉ុន្មានឆ្នាំទើបអាចទិញបានដៃអាវមួយហាងពួកអ្នកក៏ទទួលមនុស្សគ្រប់ប្រភេទដែរថ្ងៃក្រោយគេប៉ះខ្វក់ខូចខាតតើគេសងរួចទេរបស់ថោកទាបយ៉ាងណាក៏អ្នកទិញមិនរួចដែរមិនដូចជាឲ្យខ្ញុំមើលភ្នែកបន្តិចទេនេះគឺជាអ្វីដែលខ្ញុំខំរកទិញរបស់ដែលអ្នកប៉ះខ្ញុំស្អប់កខ្វក់បើដាច់ខូចខាតទើបអាចឲ្យអ្នកសងឲ្យអស់អ្នកឃើញហើយមែនទេគឺគាត់ទាញឲ្យដាច់ឲ្យគាត់សងទៅខ្ញុំនិយាយថាហេតុអ្វីមានមុខចូលហាងបែបនេះកូឈីងនាំមនុស្សក្រីក្រពីរនាក់មកធ្វើជាក្នុងបង្អែកមែនទេគ្រួសារក្រីក្រក៏ហ៊ានដើរហាងប្រណេតសាច់ឲ្យធ្មេញជ្រុះអ្នកនាងស្រីថោកទាបនាងហ៊ានវាខ្ញុំ3ឆ្នាំនៅវិទ្យាល័យអ្នកធ្វើបាបខ្ញុំប៉ុន្មានដងជេរខ្ញុំប៉ុន្មានដងឲ្យខ្ញុំដើរផ្លូវវាងប៉ុន្មានដងថ្ងៃនេះជេរម៉ាក់ខ្ញុំជេររបងស្រីខ្ញុំអ្នកជាអ្វីក៏ហ៊ាននិយាយពីពួកគេកាលនេះខ្ញុំគួរតែគិតជាមួយអ្នកយូរហើយចូលធ្វើអ្វីមិនទាន់ទាញមនុស្សចេញទៀតបើកូនស្រីខ្ញុំរងរបួសបន្តិចពួកអ្នកម្នាក់ក៏គុំសង្ឃឹមថារួចខ្លួនអូយពួកអ្នកនៅមិនទាន់ដឹងទេមែនទេជានាងកាលពីវិទ្យាល័យខ្ញុំក្តាប់ជាប់ក្នុងដៃគាត់សំបីតែដកដង្ហើមខ្លាំងក៏មិនហ៊ានឥឡូវស្លាប់រឹងហើយហ៊ានវាយខ្ញុំពួកអ្នករងចាំចោះខ្ញុំនឹងហៅប៉ាខ្ញុំឲ្យពួកអ្នករងទុកមិនខានមកចោះគ្រួសារជាខ្ញុំខ្លាចអ្នកមែនទេផ្ទះមួយកំភ្លៀងនេះគឺជាការអ្នកអាចធ្វើអ្វីខ្ញុំបានជានាងគឺជាមនុស្សគ្រួសារជាមិនអាចទេគាត់មិនមែនជាមនុស្សគ្មានអ្នកយកទេពិតជាសំទោសពួកយើងនឹងដាក់ឈ្មោះហ៊ឺមីនចូលក្នុងបញ្ជីខ្មៅថ្ងៃក្រោយមិនទទួលស្វាគមន៍ជាដាច់ខាតត្រឡប់ទៅពិនិត្យឲ្យច្បាស់ប៉ុន្មានឆ្នាំនេះគាត់ធ្វើរឿងមិនល្អប៉ុន្មានទៅមានភ្ញាក់ឡើងបង្ហាញរបស់ល្អឲ្យមើលខ្ញុំខុសហើយខ្ញុំពិតជាដឹងថាខុសហើយប៉ុន្មានឆ្នាំនៅវិទ្យាល័យខ្ញុំមិនគួរធ្វើបាបគាត់មិនគួរដណ្ដើមអាហារូបករណ៍គាត់មិនគួររកក្មេងទំនើងទៅស្ទាក់ផ្លូវគាត់សូមអង្វរពួកអ្នកលើកលែងឲ្យខ្ញុំម្ដងសូមអង្វរពួកអ្នកបងស្រីនេះអ្នកធ្វើមែនទេអ្នកណាហ៊ានប៉ះប្អូនស្រីបងត្រូវតែមានការត្រៀមខ្លួនរោងចក្រតូចរបស់គ្រួសារហ៊ឺព្រឹកនេះត្រូវបានគ្រួសារជានឹងគ្រួសារគោរួមដៃគ្នាសង្កត់រហូតដល់ដង្ហើមមិនរួចបងប្រកាសឲ្យពួកគេទាំងគ្រួសារចាក់ចេញពីទីក្រុងហៃឆឹងជីវិតនេះកុំសង្ឃឹមថានឹងបានជន់ចូលមកម្ដងទៀតអរគុណអ្វីបងជាបងស្រីការពារកូនមិនមែនជារឿងធម្មតាទេអូមែនហើយនៅមានរឿងមួយទៀតអ្នកដឹងទេហេតុអ្វីហ៊ឺមានខំអ្នកមិនលែងគាត់នឹកឃើញហានលីយូរហើយកាលពីវិទ្យាល័យឃើញអ្នកមិនពេញភ្នែកក្រោយមកគាត់ថាអ្នកស្រឡាញ់ជាមួយហានលីកាន់តែស្អប់ខ្លាំងលើកនេះជួបអ្នកនៅទីក្រុងហៃឆឹងក៏នឹកស្មានថាអ្នកនៅតែជាក្មេងស្រីក្រីក្រដែលគាត់អាចក្តាប់បានចង់ជន់អ្នកឲ្យខ្លាំងដើម្បីបំបត្តិកំហឹងហ៊ឺមានស្រឡាញ់ហានលីមិនមែនតែអ្នកដឹងទេបៃសានគឺជាអ្នកណាអូនជីដូនមួយរបស់ហ៊ឺមីនបៃសានទៅរំខានហានលីគឺជាហ៊ឺមីនជាអ្នកបញ្ជាចង់ធ្វើឲ្យពួកអ្នកបែកគ្នាដើម្បីឲ្យខ្លួនឯងបានតំណែងលទ្ធផលអ្នកទីមើលថាមានរឿងអ្វីបៃសានសម្ដែងទៅសម្ដែងមកក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លួនឯងដូច្នេះតាំងពីដើមដល់ចប់គឺគាត់ជាអ្នករៀបចំស្ទើរតែបានសម្រេចបើមិនមែនព្រោះជំងឺជីដូនបើមិនមែនព្រោះជួបកូឈួនបើមិនមែនព្រោះខ្ញុំជាក្មេងស្រីដែលគ្រួសារជាបាត់ខ្លួនកុំគិតទៀតមិនមានក្បាលមិនមែនច្រើនទេអ្នកមិនមែននៅទីនេះទេគ្រាន់តែគិតថាពិតជាទំនេរខ្លាំងណាស់មកនេះឈឺទេមិនឈឺទេគ្រាន់តែប៉ះបន្តិចអ្វីថ្នាំលុបស្នាមមួយថ្ងៃលាប2 ដងអរគុណមិនបាច់ទេលើកក្រោយរឿងប្រើកម្លាំងបែបនេះឲ្យបងធ្វើបានហើយចិត្តដល់ហើយប៉ាម៉ាក់នៅទីនេះទប់អារម្មណ៍បន្តិចបងបារម្ភពីគូដណ្ដឹងបងស្រឡាញ់អ្នកណាទទួលស្គាល់អ្នក
រឿងនេះនៅមិនទាន់កំណត់ទេចិត្តហើយរឿងរបស់យ៉ានហ៊ុយរៀបចំយ៉ាងម៉េចហើយឆេះហើយលីហ្វូខ្ញុំឲ្យគេផ្ញើឈុតថ្មីមកទៀតមកនេះថ្ងៃក្រោយឲ្យនាងជ្រើសរើសទៀតនៅផ្ញើទៀតថ្ងៃនោះឈុតដែលដាច់មិនមែនចាំមិនអាចចប់ទេអ្នកបង្ហាញខ្លួនលើកដំបូងត្រូវតែស្លៀកអ្វីដែលល្អបំផុតនិយាយទៅថ្ងៃនោះអ្នកគ្រប់គ្រងហាងត្រកូលហ៊ឺនោះបាននិយាយភ្លាមថាថ្ងៃក្រោយកុំសង្ឃឹមថានឹងបានជន់ចូលទ្វារហាងនោះម្ដងទៀតពិតជាដាក់ក្នុងបញ្ជីខ្មៅមែនទេដាក់ក្នុងបញ្ជីខ្មៅជាអ្វីហាងនោះនៅទីស្នាក់ការកណ្ដាលបានផ្ញើសម្បត្តិសុំទោសមកជាពិសេសថាថ្ងៃក្រោយគ្រួសារយើងអ្នកណាក៏ដោយសុទ្ធតែជាវេបកម្រិតខ្ពស់បំផុតអឹមអានៀនគឺបងអ្នកយកលេខខ្ញុំមកពីណាអានៀនអ្នកស្ដាប់បងនិយាយលុយនោះបងពិតជាមិនដឹងទេថាជាលុយសង្គ្រោះជីវិតជីដូនអ្នកបងនឹកស្មានថាអ្នកគ្រាន់តែធ្វើជាអ្នកក្រនៅមុខបងហានលៃព្រោះអ្នកជីដូនខ្ញុំបាត់បង់ជីវិតបងខុសហើយបងពិតជាដឹងថាខុសហើយបងនឹងទៅរកអ្នកភ្លាមបងនឹងទៅលុតជង្គង់សុំទោសជីដូនអ្នកចង់ឲ្យបងធ្វើអ្វីក៏បានអ្នកកុំបោះបងអីអ្នកឲ្យឱកាសបងម្ដងទៀតបានទេមិនបាច់ទេរឿងពួកយើងចប់យូរហើយធ្វើមកបែបនេះធ្វើអ្វីមនុស្សមិនពាក់ព័ន្ធស្អាតណាស់កូនស្រីខ្ញុំពិតជាស្អាតណាស់បាក់គុំយំអីតិចទៀតចុះទៅនឹងត្រូវគេឃើញហើយប៉ានមិនយំទេទៅចុះប៉ារងចាំនៅជាន់ក្រោមហើយទៅចុះប៉ាទៅអរគុណអ្នកទាំងអស់គ្នាដែលមកចូលរួមយប់នេះថ្ងៃនេះគឺជាថ្ងៃដែលជាគូហ្វានខ្ញុំសប្បាយចិត្តបំផុតក្នុងជីវិតកូនស្រីតូចដែលខ្ញុំបាត់បង់23ឆ្នាំបានត្រឡប់មកផ្ទះវិញហើយហេតុអ្វីរត់ចេញមកកូឈួនអ្នកចាប់ផ្ដើមស្រឡាញ់ខ្ញុំតាំងពីពេលណាថ្ងៃនៅពេទ្យលើកដំបូងអ្នកនៅមុខបន្ទប់ផ្ទះកាត់ទាំងដែលខ្លួនឯងចិត្តដួលទៅហើយនៅតែខំទ្រាំពេលនោះបងគិតថាក្មេងស្រីនេះមិនអាចឲ្យគាត់នៅម្នាក់ឯងបានទេចុះហេតុអ្វីអ្នកមិននិយាយត្រូវឲ្យអ្នកដាក់រឿងការពីមុនចុះសិនឲ្យអ្នកទទួលស្គាល់គ្រួសារឲ្យអ្នកមើលចិត្តខ្លួនឯងឲ្យច្បាស់បងរងចាំបានកូឈួនអរគុណអ្នកដែលរងចាំយូរម្លេះថ្ងៃក្រោយបងនឹងដើរជាមួយអ្នកនានថ្ងៃនេះបងរងចាំយូរណាស់ហើយបើអញ្ចឹងថ្ងៃក្រោយមិនបាច់រងចាំទេបានហើយក្នុងផ្ទះមានមនុស្សពេញកំពុងរកអូនស្រីបងពួកអ្នកទាំងពីរអ្នកបែរជាមកលាក់ខ្លួននៅទីនេះមានបញ្ហាអ្វីអ្នកណាជាគូដណ្ដឹងអ្នកជារឿងឆាប់នេះទេបងប្រុសអ្នកធ្វើបានទេនិយាយមិនឈ្នះគេផងបងគ្រាន់តែឲ្យគាត់ទេបងប្រុសល្អបំផុតហើយស្គាល់ខុសត្រូវល្អណាស់ជានាងអ្នកធ្វើឲ្យគ្រួសារហឺដល់ថ្នាក់នេះអ្នកពេញចិត្តហើយមែនទេអ្នកមើលខ្ញុំបែបនេះអ្នកពេញចិត្តហើយមែនទេសុទ្ធតែព្រោះអ្នកដែលបោះបង់ខ្ញុំយ៉ាងខ្លាំងគ្រួសារហឺក៏ចប់ហើយឥឡូវខ្ញុំសំបីតែផ្ទះស្នាក់នៅក៏គ្មានអ្នកពេញចិត្តហើយមែនទេគឺខ្ញុំដឹងអ្នកទៅរំខានហានលៃមែនទេឬខ្ញុំឲ្យហឺមានមករកខ្ញុំមែនទេអ្នកដឹងថាអ្នកជាគ្រួសារជាអ្នកណាហ៊ានប៉ះអ្នកចង់មើលពួកយើងអាម៉ាស់មុខធ្វើជាអ្នកក្រខ្ញុំសំបីតែចេញទៅឆ្ងាយក៏មិនដែលបាយសានអ្នកចង់ស្ដាប់ខ្លួនឯងនិយាយអ្វីទេប្តឹងប៉ូលីសកុំប្តឹងប៉ូលីសកញ្ញាជាខ្ញុំខុសហើយខ្ញុំពិតជាដឹងថាខុសហើយប្តឹងកូឈួនថ្ងៃនេះជាថ្ងៃអ្វីនានមានរឿងមួយបងត្រូវប្រាប់អ្នករឿងជីដូនអ្នកបងបានពិនិត្យម្ដងទៀតពិនិត្យឃើញអ្វីជីដូនអ្នកកាលពីមុនតាមពិតអាចសង្គ្រោះបានលុយនោះគឺពិតជាព្រោះលុយនោះមិនមានតម្លៃថ្ងៃនោះហាន់លៃទៅបាគឺបៃសានជាអ្នកញុះញង់បៃសានប្រាប់គាត់ថាយ៉ាងណាក៏ជានាងស្រឡាញ់អ្នកខ្លាំងដែរលុយចាយអស់ក៏មិនអីដែរស្អែកនេះសង្វិញទ្វេដងគឺជាការភ្ញាក់ផ្អើល
ដូច្នេះគាត់គិតថាគ្រាន់តែជាការលេងសើចគោឈួនខ្ញុំចង់សងសឹកបានអ្នកនិយាយមកខ្ញុំធ្វើអ្វីក៏បានធ្វើឲ្យអស់ទ្រព្យសម្បត្តិគឺថោកពេកសម្រាប់ពួកគេខ្ញុំចង់ឲ្យពួកគេភ្លក់រសជាតិអ្វីដែលហៅថាគ្មានអ្វីសល់ទេហាន់លៃមិនមែនខ្វល់បំផុតគឺមុខមាត់គាត់ទេការតុបតែងខ្លួនរបស់គាត់នោះបើអញ្ចឹងឲ្យគាត់គ្មានអ្វីសល់បាយសានស្បែកនោះត្រូវតែប៉ឲ្យស្អាតបានអ្នកមិនខត់ខ្ញុំទេមិនខត់ទេបងនិយាយថាជួយអ្នកប៉ាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចប់ហើយគាត់ទៅហើយចុះក្រុមហ៊ុនវិញរឿងក្រុមហ៊ុនមិនពាក់ព័ន្ធនឹងអ្នកទេលុយក្នុងឈ្មោះអ្នកបងពិនិត្យហើយផ្ទេរចេញយូរហើយអ្វីដែលប៉ាអ្នកទុកឲ្យអ្នកមានតែបំណុលបាយសានមនុស្សដែលអ្នកធ្លាប់ធ្វើបាបនៅវិទ្យាល័យមិនមែនតែម្នាក់ទេមែនទេអ្វីទៅអារម្មណ៍ដែលធ្វើជាមនុស្សគ្រប់យ៉ាងយ៉ាងម៉េចដែរប៉ាម៉ាក់អ្នកដឹងទេអ្នកណាជាអ្នកដាក់អាឡូពួកអ្នកជាអ្នកណាខ្ញុំប្តឹងប៉ូលីសហើយអ្នកមកទាន់ពេលរឿងខាងក្រៅនោះអ្នកឃើញហើយមែនទេអ្នកត្រូវជួយបកស្រាយឲ្យខ្ញុំបងមកគឺគ្រាន់តែប្រាប់អ្នកមួយម៉ាត់ប្រាប់អ្វី2ថ្ងៃមុនពេលអ្នកខ្ចីលុយបងអ្នកនិយាយថាម៉ាក់អ្នកសម្រាប់ពេទ្យម្សិលមិញបងទើបដឹងថាម៉ាក់អ្នកសុខសប្បាយធម្មតាអ្នកយកលុយនោះទៅធ្វើអ្វីអ្នកដឹងខ្លួនច្បាស់ពួកយើងស្គាល់គ្នាជាច្រើនឆ្នាំបងដើមឡើយគិតថាទោះអ្នកកុហកបងក៏បងធ្វើជាមិនដឹងតែរឿងពួកអ្នកទាំងអស់ត្រូវបានគេបកអាក្រាតបងលែងអាចធ្វើជាមិនដឹងទៀតហើយទាំងនោះសុទ្ធតែមិនពិតទេរឿងលើអ៊ីនធឺណិតសុទ្ធតែគេតែងចោះរឿងលុយវិញក៏ជាការតែងដែរថ្ងៃក្រោយកុំតាក់ទងគ្នាទៀតអ្នករកទីនេះឃើញយ៉ាងម៉េចខ្ញុំគ្មានកន្លែងទៅហើយអ្នកគ្មានកន្លែងទៅរកមកបងមនុស្សដែលខ្ញុំស្គាល់នៅសល់តែអ្នកដែលអាចនិយាយជាមួយបានអ្នកយល់ឲ្យច្បាស់ផ្ទះអ្នកចប់ហើយផ្ទះបងក៏ចប់ដែរអ្នករកបងយកអ្វីមកទទួលអ្នកខ្ញុំកាលពីមុនដើម្បីអ្នកសំបីតែជានាងក៏បោះបង់ឥឡូវអ្នកនិយាយបែបនេះជាមួយខ្ញុំហាដើម្បីខ្ញុំហានលៃបៃសានស្លាប់យូរហើយខ្ញុំគឺជាប្អូនជីដូនមួយរបស់ហ៊ឺមីងអ្នកមិនដឹងអ្វីសោះអ្នកសំបីតែមនុស្សដែលដេកជាមួយអ្នកជាអ្នកណាក៏មិនដឹងច្បាស់អ្នកនិយាយជាមួយខ្ញុំថាដើម្បីខ្ញុំអ្នកនឹកស្មានថាភាពឆ្លាតវៃបន្តិចបន្តួចរបស់អ្នកណាខ្វល់នឹងលុយដែលអ្នកចាយរបស់ជានាងថ្ងៃនោះជីដូនគាត់ដេកនៅពេទ្យអ្នកល្ងងខ្លួនឯងកុំបន្ទោសខ្ញុំអ្នកនិយាយម្ដងទៀតមើលខ្ញុំនិយាយថាអ្នកល្ងងខ្លួនឯងអ្នកបន្ទោសអ្នកណាល្អជាងមុនទេតែកូឈួនជីដូនខ្ញុំមិនអាចត្រឡប់មកវិញទេអរគុណអ្នកមកតាំងពីពេលណា1 ម៉ោងមុនប៉ាអញ្ចឹងលើកក្រោយកុំហោះមកអីទៅមកហត់ណាស់ហត់អ្នកនេះពិតជាខោអាវអ្នកអង្គុយទីនេះអ្នកដើរកាត់សុទ្ធតែមើលក៏មើលទៅតិចទៀតនឹងឡើងលើជញ្ជាំងសាលាទៀតហើយឡានប្រណេតអាចកំបាំងអង្គុយនៅតូបលក់អាហារតាមផ្លូវបងមកញ៉ាំបាយជាមួយមិត្តស្រីទៅចុះអ្នកមិនបានឃើញយប់មិញគោឈួនមកញ៉ាំបាយនៅផ្ទះមុខបងប្រុសខ្ញុំស្អុយណាស់បងប្រុសគាត់គ្រាន់តែមិនទាន់សាំអ្នកណាមិនសាំបងគ្រាន់តែគិតថាអ្នកណាម្នាក់មកញឹកពេកអូអ្នកនោះហៅថាមិនសាំមែនទេបើអញ្ចឹងអ្នកនិយាយមើលថាយប់មិញអ្នកណាដែលលួចបដូរម្ហូបដែលគោឈួនចូលចិត្តមកដាក់មុខគាត់បងគ្រាន់តែខ្លាចខ្ជះខ្ជាយមែនហើយខ្លាចខ្ជះខ្ជាយហានានលើកដំបូងឃើញអ្នកមកដួលនៅមុខឡានបងមុខសុទ្ធតែទឹកភ្នែកពេលនោះបងគិតថាក្មេងស្រីនេះបងត្រូវតែការពារអ្នកព្រមទេព្រមគោឈួនឥឡូវខ្ញុំមានផ្ទះហើយពួកយើងទាំងពីរអ្នកសុទ្ធតែមានផ្ទះនានអ្នកពិតជាខ្លាំងណាស់
ប្អូនស្រីបងថ្ងៃនេះស្អាតបំផុតអ្នកទីបំផុតបិទភ្នែកហើយល្អណាស់បងស្រីខ្ញុំល្អណាស់បងប្រុសអ្នកយំធ្វើអ្វីខ្យល់បក់ទៅចុះត្រឡប់ទៅផ្ទះវិញ